បាទសូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍ចូលមកក្នុងកម្មវិធីបច្ចុប្បន្នភាពអន្តរជាតិបាទនៅពេលនេះគឺព្រឹកថ្ងៃសុក្រទី27ខែកុម្ភៈឆ្នាំ2026មកនៅក្នុងសហរដ្ឋអាមេរិកបាទនៅកម្ពុជាវិញគឺវេលាពេលយប់ទៅហើយបាទនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអន្តរជាតិខ្ញុំសម្រាប់យកព័ត៌មានសំខាន់ចំនួន5មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាគឺព័ត៌មានទី1នេះមកខ្ញុំដាក់ដំបូងគេតែម្ដងព្រោះវាជារឿងមួយរីករាយផងដែរដែលកម្ពុជាឥឡូវនេះទទួលបាននៅវត្ថុបុរាណចំនួន74ដុំដែលបានលួចចេញពីប្រទេសកម្ពុជាកាលពីសម័យសង្គ្រាមក្នុងពេលកន្លងមកហើយឥឡូវនេះបានវិលត្រឡប់មកដល់ប្រទេសកម្ពុជាហើយណា74ដុំហើយគឺជាវត្ថុបុរាណដែលមានតាំងពីយូរមកហើយទាំងវត្ថុបុរាណខ្លះតាំងពីមុនសម័យអង្គរទៅទៀតបាទហើយព័ត៌មានទី2នេះគឺនៅប្រទេសថៃឥឡូវនេះគឺមានរឿងផ្ទុះមីនមួយទៀតហើយគឺតាមការដឹងគឺទាហានហ្នឹងគឺជាប់មីននៅក្នុងកថាតំបន់បន្ទាយរបស់ខ្លួនឯងបាទហើយឥឡូវនេះខាងថៃកំពុងតែស៊ើបអង្កេតករណីហ្នឹងថាវាយ៉ាងម៉េចហើយទន្ទឹមគ្នានោះដែរគឺកាលពីថ្ងៃពុធតាំងពីថ្ងៃពុធមកម្លេះគឺខាងថៃនោះគាត់បាននាំខាង AOT ទៅពិនិត្យមើលកន្លែងមីនដែលគាត់រកឃើញហើយគាត់ចោទថាជាមីនដែលកម្ពុជាទៅដាក់ថ្មីហើយនៅកម្ពុជាមិនសហការតាមទាំងធ្វើសកម្មភាពរារាំងការបោះសម្អាតមីននៅខាងតំបន់ត្រាតហើយកម្ពុជាក៏បានចេញសេចក្តីថ្លែងការណ៍បាទអាជ្ញាធរមានកម្ពុជាក៏បានចេញសេចក្តីថ្លែងការណ៍បដិសេធផងដែរចំពោះការដែលថៃលើកឡើងនេះបាទហើយទន្ទឹមនឹងនោះគឺនៅខាងព្រះវិហារនោះគឺកម្ពុជាក៏បានបដិសេធការចោទប្រកាន់របស់ថៃដែលថាកម្ពុជាយកប្រាសាទព្រះវិហារធ្វើជាមូលដ្ឋានកងទ័ពព័ត៌មានទី3នេះគឺលោកស៊ីជីនពីងដែលជាប្រធានាធិបតីនៃប្រទេសចិនឥឡូវនេះបានដកតំណែងឧត្តមសេនីយ៍ចំនួន9រូបទៀតហើយបាទមុនពេលដែលកិច្ចប្រជុំសំខាន់ប្រចាំឆ្នាំដើម្បីសម្រេចគោលនយោបាយហើយនឹងកម្មវិធីនយោបាយនានារបស់ប្រទេសចិនព័ត៌មានទី4នេះគឺប៉ាគីស្ថានហើយនិងអាហ្វហ្គានីស្ថានវាប្រហារគ្នាដោយចំហបន្ថែមទៀតដែលគេហៅថា Open War តែម្ដងគឺសង្គ្រាមបើកចំហតែម្ដងបាទបន្ទាប់ពីមានការប៉ះទង្គិចគ្នាតាមបណ្ដោយព្រំដែនគ្នាពេលកន្លងមកហើយប៉ាគីស្ថានថែមទាំងបញ្ជូនយន្តហោះទៅទម្លាក់ទៅដល់ទីក្រុងកាប៊ុលដែលជារដ្ឋធានីរបស់ខាងអាហ្វហ្គានីស្ថាននិងទៅតំបន់ដែលមេដឹកនាំធំរបស់អាហ្វហ្គានីស្ថានស្ថិតនៅផងដែរព័ត៌មានចុងក្រោយនេះគឺសហរដ្ឋអាមេរិកហើយនិងអ៊ុយក្រែនបានចាប់ផ្ដើមពិភាក្សាគ្នាតាំងពីថ្ងៃប្រហោះម្សិលមិញអំពីផែនការដែលត្រូវស្ដារប្រទេសអ៊ុយក្រែនឡើងវិញក្រោយពីចប់សង្គ្រាមបាទនេះគឺជាចំណុចសំខាន់នៅក្នុងផែនការសន្តិភាពដែលលោកត្រាំបានជំរុញនាពេលកន្លងមកនេះបាទនេះជាព័ត៌មានសំខាន់ដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នាខ្ញុំសូមដកស្រង់នៅសេចក្តីរាយការណ៍របស់សារព័ត៌មាន Washington Post បើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Washington Post ឲ្យដឹងថាគឺមន្ត្រីរបស់សហរដ្ឋអាមេរិកនិងមន្ត្រីរបស់អ៊ីរ៉ង់បានបញ្ចប់នៅការចរចាគ្នាអំពីកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ជុំទី3ហើយនៅថ្ងៃប្រហោះនេះបាទដែលការជួបប្រជុំនោះបានរៀបចំនៅក្នុងទីក្រុង Geneva ប្រទេសស្វីសដោយសារតែមានការដាក់សម្ពាធកាន់តែខ្លាំងពីសហរដ្ឋអាមេរិកដែលកំពុងតែបង្កើនវត្តមានយោធារបស់ខ្លួនកាន់តែច្រើនឡើងនៅក្បែរប្រទេសអ៊ីរ៉ង់បើយោងតាមភាគីដែលបានចូលរួមចរចាគ្នានោះបានបញ្ជាក់ឲ្យអ្នកសារព័ត៌មានដឹងថាគឺភាគីទាំងពីរបានបញ្ជាក់ថាឥឡូវនេះគឺមានការរីកចម្រើនទៅមុខយ៉ាងធំដុំកំភួនផងដែរ significant progress ហើយគឺភាគីទាំងពីរបានព្រមព្រៀងឯកភាពគ្នាថានឹងជួបប្រជុំនៅសប្តាហ៍ក្រោយទៀតដើម្បីពិភាក្សាអំពីបញ្ហាលម្អិតលក្ខណៈបែបបច្ចេកទេសបន្ថែមទៀតនៅក្នុងទីក្រុងវៀនណាបាទឬក៏បារាំងគេថាទីក្រុងវៀននេះបើយោងតាមរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសអូម៉ង់បានថ្លែងប្រាប់អ្នកសារព័ត៌មានហើយយើងដឹងហើយគឺអូម៉ង់គឺជាអ្នកដែលចរចាសម្របសម្រួលរៀបចំឲ្យមានការជួបចរចាគ្នារវាងមន្ត្រីរបស់សហរដ្ឋអាមេរិកជាមួយនឹងមន្ត្រីរបស់អ៊ីរ៉ង់តាមផែនការដែលបានដាក់ចេញមកគឺនឹងបន្តការចរចាទៀតបាទក្រោយពីការជួបចរចាគ្នាចំនួន3ជុំមកហើយគឺមិនបានសម្រេចលទ្ធផលអ្វីទេណាក្នុងរយៈពេលប្រហែលសប្តាហ៍កន្លងមកនេះដែលជាសញ្ញាមួយឲ្យទុកលទ្ធភាពមួយចំហនៅឡើយបាទដូច្នេះបើកាលណាចរចាលើកទី3នេះហើយនៅតែមិនបានសម្រេចហើយមិនទាន់មានចំណាត់ការយោធាពីលោកប្រធានាធិបតី Donald Trump នោះគឺអ្នកសង្កេតការណ៍គាត់យល់ថាប្រហែលជាលោកប្រធានាធិបតី Donald Trump លោកទុកឱកាសឲ្យការងារការទូតដំណើរការទៅសិនបាទអញ្ចឹងឥឡូវនេះប្រិមិត្តចាប់ដើមយល់ហើយអំពីការងារការទូតហើយនឹងការងារប្រើកម្លាំងបាទឥឡូវនេះគឺលោកប្រធានាធិបតីថាឥឡូវទៅធ្វើការងារការទូតសិនបាទកម្លាំងមានក៏ប៉ុន្តែការទូតសិនគេដូចថាដៃឆ្វេងដៃស្ដាំដែលខ្ញុំធ្លាប់ប្រៀបធៀបអញ្ចឹងបាទហើយបើតាមមន្ត្រីជាន់ខ្ពស់មួយរូបរបស់អ៊ីរ៉ង់បាននិយាយនៅក្នុងលក្ខខណ្ឌសម្បត្តិបញ្ចេញឈ្មោះអំពីកិច្ចចរចានោះបានបញ្ជាក់ដឹងថា
កិច្ចប្រជុំហ្នឹងគឺមានការបដោតការយកចិត្តទុកដាក់ខ្លាំងក្លាផងដែរបាទមានលក្ខណៈធំដុំធ្ងន់ធ្ងរផងដែរក៏ប៉ុន្តែលោកបានបន្ថែមថាគឺការចរចាទម្រាំតែសម្រាប់ទៅដល់លទ្ធផលគឺនៅឆ្ងាយមិនទាន់បានគៀកគ្នានៅឡើយទេគាត់ប្រើពាក្យថា miles to go គឺបានន័យថានៅចម្ងាយរាប់គីឡូទៀតបាទពាក្យហ្នឹងគឺមានន័យថាមិនងាយនឹងឈានទៅដល់គោលដៅនៅឡើយទេក្នុងការដោះស្រាយនៅការខុសផ្លៃគ្នាយោបល់ចំហខុសគ្នានោះរដ្ឋបាលលោកប្រធានាធិបតី Donald Trump គឺនៅតែមិនទាន់ចាត់ការយ៉ាងណាទេគឺនៅតែថ្លឹងថ្លែងថាតើនឹងត្រូវចរចាយ៉ាងម៉េចសម្រាប់ជុំបន្ទាប់ទៅទៀតនោះហើយនឹងត្រូវធ្វើយ៉ាងណាបាទនៅពេលដែលអ្នកសារព័ត៌មានស្នើសុំអត្ថាធិប្បាយអំពីលទ្ធផលនៃការចរចានៅថ្ងៃនេះគឺខាងសេដ្ឋវិមានឬក៏មន្ត្រីរបស់លោកត្រាំនោះគឺសូមមិនធ្វើអត្ថាធិប្បាយជាផ្លូវការណាមួយឡើយបាទដើម្បីបញ្ជានៅការចំនួនកាន់តែរីកធំដុំកាន់តែខ្លាំងឡើងនោះក្រុមអ្នកចរចាគឺត្រូវធ្វើយ៉ាងណានេះបើតាមការរាយការណ៍របស់ Washington Post គាត់ថាដើម្បីជៀសវាងកុំឲ្យមានរឿងរ៉ាវកាន់តែធ្ងន់ធ្ងរឡើងគឺអ្នកចរចានោះត្រូវរកវិធីយ៉ាងណាដើម្បីបន្ធូរបន្ថយអាចចេញជាលក្ខខណ្ឌមួយដែលលោកប្រធានាធិបតី Donald Trump អាចទទួលយកបានហើយប្រកាសថានឹងជាជោគជ័យរបស់លោកហើយមកជាជោគជ័យរបស់លោកដោយមិនចាំបាច់ប្រើប្រាស់កម្លាំងយោធានោះទេបាទដូច្នេះគឺការប្រជុំនឹងព្រឹកមិញហ្នឹងគឺមានប្រជុំពេលព្រឹកផងទៅមានសម្រាប់ហើយប្រជុំពេលល្ងាចនឹងបន្តទៀតក៏ប៉ុន្តែនៅតែមិនបានសម្រេចលទ្ធផលអ្វីនៅឡើយទេបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅពេលដែលសម្រាប់នោះគឺខាងសារព័ត៌មានអ៊ីរ៉ង់ដែលទទួលបានប្រភពពីក្រុមអ្នកចរចារបស់អ៊ីរ៉ង់វិញហ្នឹងគាត់បានរាយការណ៍ថាគឺអ្នកនាំពាក្យក្រសួងការបរទេសរបស់អ៊ីរ៉ង់លោកអ៊ីស្ម៉ាអែលបាកេបានសម្ដែងនៅក្តីសង្ឃឹមថាគឺអាចនឹងមានការសម្រេចបានលទ្ធផលដោយសារតែពេលដែលសម្រាប់ថ្ងៃត្រង់ហ្នឹងគឺភាគីដែលមកពីអ៊ីរ៉ង់ទៅសួរយោបល់ពីមេដឹកនាំនៅប្រទេសគេហើយនៅខាងសហរដ្ឋអាមេរិកក៏សម្រាប់ដើម្បីសុំយោបល់ពីខាងសហរដ្ឋអាមេរិកនេះផងដែរតើត្រូវឈានទៅដល់ចំណុចកន្លែងណាហើយអ្វីដែលជាបញ្ហានៅទទឹងក៏ទៅលើការចរចានេះគឺមានចំនួន2ទី1ការគ្របដណ្ដប់ការរដ្ឋបတ်ទៅលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ហើយនៅចំណុចទី2គឺការលើកលែងនៅទណ្ឌកម្មរបស់សហរដ្ឋអាមេរិកចឹងបានន័យថាអាមេរិកចង់បានការបញ្ឈប់កម្មវិធីនុយក្លេអ៊ែរដែលអាចឈានទៅដល់ប្រើប្រាស់ជាអាវុធអ៊ីរ៉ង់ចង់បានការសិទ្ធិធានាថាប្រសិនបើខ្លួនបញ្ឈប់កម្មវិធីនេះទៅគឺត្រូវលើកលែងទណ្ឌកម្មដល់ខ្លួនផងដែរបាទនេះគឺជាចំណុចនៃការចរចានៅថ្ងៃប្រហែលនេះមកនៅសហរដ្ឋអាមេរិកណាបាទឥឡូវនេះបានឈានមកដល់ចំណុចនេះហើយឥឡូវនេះសូមជូនព័ត៌មានទី1គឺបើយោងតាមសេចក្តីរាយការណ៍នេះចំណងជើងថាគឺនាយករដ្ឋមន្ត្រីកម្ពុជាបាទចង់ឲ្យមានការបន្ធូរបន្ថយភាពតានតឹងនៅក្នុងចំនួនជាមួយនឹងប្រទេសថៃបាទផ្អែកទៅលើបទសម្ភាសន៍ដែលលោកហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានផ្ដល់ទៅដល់ទីភ្នាក់ងារសារព័ត៌មានបារាំងបាទបើយោងតាមសេចក្តីរាយការណ៍នេះដកស្រង់មកគឺខ្ញុំសូមបកប្រែទូទៅទេណាបាទជូនប្រិយមិត្តទាំងអស់គ្នានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាគឺលោកហ៊ុនម៉ាណែតបានថ្លែងកាលពីថ្ងៃពុធថាប្រទេសកម្ពុជាចង់ឲ្យមានការបន្ធូរបន្ថយកម្ដៅហើយនឹងស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធីចំពោះចំនួនព្រំដែនរបស់ខ្លួនជាមួយនឹងប្រទេសថៃការដែលលោកថ្លែងបែបនេះគឺបន្ទាប់ពីទីក្រុងបាងកកនៅសប្តាហ៍នេះបានចោទប្រកាន់ប្រទេសកម្ពុជាថាបានរំលោភបទជបាញ់គ្នាដែលបានព្រមព្រៀងកាលពីខែធ្នូកន្លងទៅនេះចំនួនរវាងកម្ពុជាហើយនិងថៃទៅលើបញ្ហាព្រំដែនដែលមានរយៈពេលជាច្រើនទសវត្សរ៍មកហើយនេះបានរីករាលដាលទៅជាមានការពើប្រយុទ្ធគ្នាតាមបណ្ដោយព្រំដែនជាច្រើនលើកដែលបានសម្លាប់មនុស្សរាប់សិបនាក់ហើយបានធ្វើឲ្យប្រជាពលរដ្ឋជាង1លាននាក់បានផ្លាស់ទីលំនៅចាប់តាំងពីខែកក្កដារហូតដល់ខែធ្នូនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតបានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅក្នុងទីក្រុង Brussels តាមរយៈបទសម្ភាសន៍ដោយកម្រជាមួយនឹងសារព័ត៌មានអន្តរជាតិថាសម្ដីដើមយើងមិនចង់បង្កើនកម្ដៅឬភាពតានតឹងទេគឺយើងចង់បន្ធូរបន្ថយភាពតានតឹងយើងចង់បានការរស់នៅជាមួយគ្នាដោយសន្តិភាពយោធាថៃបានចោទប្រកាន់កងកម្លាំងរបស់កម្ពុជាថាបានបាញ់កំភ្លើងបានបាញ់គ្រាប់មួយចូលទៅក្នុងប្រទេសថៃកាលពីថ្ងៃអង្គារទៅលើក្រុមយាមល្បាតរបស់ថៃដែលបានបណ្ដាលឲ្យថៃប្រហារតបតមកវិញបាទក៏ប៉ុន្តែបញ្ហានេះទៅបានកម្ពុជាបដិសេធប្រទេសកម្ពុជានិយាយថាកងកម្លាំងថៃបានចាប់យកនៅទីតាំងជាច្រើននៅក្នុងខេត្តតាមបណ្ដោយព្រំដែនហើយបានទាមទារឲ្យទាហានថៃដកចេញមកវិញក្នុងគណៈពេលដែលទីក្រុងបាងកកបានទទូចថាខ្លួនគ្រាន់តែយកទីដីដែលជាកម្មសិទ្ធិរបស់ខ្លួនក្នុងពេលកន្លងមកតែប៉ុណ្ណោះហើយ
គឺជាដីមួយដែលកម្ពុជាបានកាន់កាប់អស់ជាយូរឆ្នាំមកហើយលោកហ៊ុនម៉ាណែតបានបដិសេធមិននិយាយទេថាតើដីចំនួនប៉ុន្មានដែលកងកម្លាំងរបស់ថៃបានកាន់កាប់ប៉ុន្តែលោកបាននិយាយថាគឺអ្វីដែលថៃកំពុងកាន់កាប់នេះគឺចូលហួសពីព្រំដែនអន្តរជាតិដែលសូម្បីតែប្រទេសថៃខ្លួនឯងបានទទួលស្គាល់រវាងប្រទេសទាំងពីរនៅពេលដែលអ្នកសារព័ត៌មានសួរថាតើកងកម្លាំងរបស់កម្ពុជានឹងវាយប្រហារដើម្បីដណ្ដើមយកទឹកដីដែលបាត់បង់មកវិញដែរឬទេលោកបានថ្លែងថាយើងតែងតែចូលលើគោលការណ៍បន្ធូរបន្ថយភាពតានតឹងហើយនឹងស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធីប្រទេសទាំងពីរនេះគឺបានមានទំនាស់នឹងគ្នាដោយសារតែពាក់ព័ន្ធជាមួយនឹងព្រំដែនដែលបន្សល់ពីសម័យអាណានិគមបារាំងដែលមានចម្ងាយជាង800គីឡូម៉ែត្រទីក្រុងភ្នំពេញបានស្នើសុំប្រទេសបារាំងឲ្យផ្ដល់ជំនួយហើយនឹងការអាចចូលទៅមើលបាននៅឯកសារប្រវត្តិសាស្ត្រនិងផែនទីដើម្បីគោលបំប្រើប្រាស់ក្នុងគោលបំណងដោះស្រាយបញ្ហានេះហើយបានអំពាវនាវឲ្យមានគណៈកម្មាធិការព្រំដែនចម្រុះរបស់ខ្លួនហើយនឹងថៃនោះគឺធ្វើការជាមួយគ្នាឡើងវិញនៅក្នុងបទសម្ភាសន៍នោះគឺលោកហ៊ុនម៉ាណែតបាននិយាយថាលទ្ធផលយ៉ាងណាក៏ដោយគឺយើងនឹងទទួលយកលទ្ធផលនោះហើយប្រទេសថៃក៏ត្រូវតែទទួលយកលទ្ធផលនោះដូចគ្នាដែរបាទនេះបើតាមការបញ្ជាក់របស់លោកហ៊ុនម៉ាណែតដោយលោកបាននិយាយថាគឺស្ថានភាពនៅតាមបណ្ដោយព្រំដែននាពេលបច្ចុប្បន្ននេះគឺមិនទាន់មានស្ថានភាពនឹងស្ថិតស្ថេរនឹងនៅឡើយទេគឺមានលក្ខណៈផុយស្រួយនាយករដ្ឋមន្ត្រីរបស់កម្ពុជាបានអញ្ជើញទៅដល់ប្រទេសបែលហ្សិកហើយនឹងចូលទៅដល់ទីក្រុងរបស់សហភាពអឺរ៉ុបដើម្បីជាផ្នែកមួយនៃការខិតខំប្រឹងប្រែងដើម្បីទាក់ទាញការគ្រប់គ្រងខាងផ្នែកការទូតហើយលោកក៏បានអញ្ជើញទៅដល់ទីក្រុង Washington ហើយនឹងទីក្រុង Geneva ផងដែរនៅក្នុងទីក្រុង Brussels វិញបាទលោកបានជួបគ្នាជាមួយនឹងប្រធានគណៈកម្មការអឺរ៉ុបគឺលោក Antonio Costa ហើយនឹងប្រធានខាងការទូតកម្ពុជារបស់សហភាពអឺរ៉ុបគឺអ្នកស្រី Kaja Kallas នៅសហរដ្ឋអាមេរិកវិញគឺលោកបានចូលរួមនៅក្នុងកិច្ចប្រជុំសម្ពោធបើកក្រុមប្រឹក្សាសន្តិភាពរបស់លោកប្រធានាធិបតី Donald Trump ដែលកម្ពុជាបានចូលរួមហើយនឹងជាសមាជិកស្ថាបនិកដែលក្រុមអ្នករិះគន់បានរិះគន់ក្រុមប្រឹក្សានេះថាជាឧបករណ៍មួយបង្កើតឡើងដើម្បីមានគោលបំណងប្រកួតប្រជែងគ្នាជាមួយនឹងអង្គការសហប្រជាជាតិលោកហ៊ុនម៉ាណែតបានថ្លែងថាក្នុងខណៈពេលដែលមេដឹកនាំសហរដ្ឋអាមេរិកខិតខំប្រឹងប្រែងជួយសម្របសម្រួលឲ្យមានបទជប់បាញ់គ្នាជាមួយនឹងប្រទេសថៃគឺកិច្ចខិតខំប្រឹងប្រែងនេះដើរតួនាទីសំខាន់ណាស់ដែលធ្វើឲ្យប្រទេសកម្ពុជាសម្រេចចិត្តចូលរួមជាមួយនឹងក្រុមប្រឹក្សានេះប្រទេសកម្ពុជាជឿជាក់ថាក្រុមប្រឹក្សាថ្មីនេះមានគោលបំណងក្នុងការលើកកម្ពស់សន្តិភាពដូច្នេះគឺជាអ្វីមួយដែលកម្ពុជាស្វែងរកហើយវាស្របគ្នាជាមួយនឹងគោលបំណងរបស់កម្ពុជាគឺមិនមែនជារឿងមួយដែលធ្វើឲ្យលោកប្រធានាធិបតី Trump សប្បាយចិត្តនោះទេលោកបានបន្ថែមថាក្រុមប្រឹក្សានេះគឺនិយាយអំពីសន្តិភាពនិងស្ថិរភាពដែលលោកបាននិយាយថាចំណុចសំខាន់ណាស់ដែលលោកបាននិយាយថាប្រទេសកម្ពុជានឹងខិតខំស្វែងរកវិធីយ៉ាងណានៅក្នុងក្រុមប្រឹក្សានេះឲ្យបានរយៈពេលយូរបាទដោយខិតខំផ្ដល់នៅជំនួយតាមជាសម្ភារៈជាជំនួយបច្ចេកទេសបាទ in kind បាទជំនួយបច្ចេកទេសគឺមិនលុយកាក់ទេណាបាទដែលក្នុងនោះអាចដូចជាផ្ដល់នៅការវឹកវើការដោះមីននៅក្នុងតំបន់ Gaza ជាដើមជាជាងការចំណាយលុយ $1000 លានដើម្បីក្លាយទៅជាសមាជិកអចិន្ត្រៃយ៍បាទនេះគឺជាសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP ទេណាដល់ AFP ហើយសារព័ត៌មាននានាយកមកផ្សាយអញ្ចឹងប្រិមិត្តចំណុចសំខាន់គឺកម្ពុជាបានបញ្ជាក់ថាអាចនឹងចូលរួមបន្តទៀតជាមួយនឹងក្រុមប្រឹក្សាសន្តិភាពរបស់លោកត្រាំហើយនឹងមានការចូលខាងផ្នែកដោះមីនណាខាងផ្នែកដោះមីនដែលជាជំនាញរបស់កម្ពុជាតែបានគេទទួលស្គាល់ពីពេញពិភពលោកបាទអញ្ចឹងនេះគឺជាសមរភូមិការទូតដែលនាយករដ្ឋមន្ត្រីរបស់កម្ពុជាបានធ្វើឡើងជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេសរបស់កម្ពុជាផងដែរក្នុងម៉ូដនេះគឺថាចេញមកបែបអភិជនបែបលោកជំទាវតែម្ដងពាក់នៅក្រៅអាវក្រៅរ៉ូបគឺថាស្រស់ស្អាតខ្លាំងមែនទែនខ្លាកែឆុងខ្លានោមលៀបខ្លានោមសំណាងពេញមួយឆ្នាំតែម្ដងសម្រាប់បងមានបញ្ហាឆុងឆ្នាំឬមួយក៏អត់ឆុងក៏យើងប្រើបានដែរបងប្រើនោមលៀបប្រើនោមហេងទាំងអស់គ្នាណាបងជាមួយនឹងស្វីបារាំងនេះបងខ្សែយើងមានចំនួន4មានប្រវែង4ទឹកកន្លះ6ទឹកហើយនឹង5ទឹកជូនបងបងមានរហូតដល់6ទឹកកន្លះ7ទឹកទៀតណាបងណាតាមតម្រូវការរបស់បងហើយសម្រាប់សាច់អីវ៉ាន់បងអាចមើលបានអីវ៉ាន់បងប្អូនគឺមានត្រានៅតំពុជូនបង
អូយសម្រាប់ឈុតព្រះម៉ែធរណីជាមួយនឹងខ្សែអក្សរឯពីជាន់នេះនិយាយពីស្អាតខ្លាំងបងបងអរគ្នាបងសម្លាញ់កញ្ជ្រោងថ្មធម្មជាតិ5ធាតុយើងឡើងត្បូងពីជាន់ណាបងសម្លាញ់បងប្រើជាមួយនឹងកញ្ជ្រោងថ្មធម្មជាតិនេះគឺនាំលៀបនាំហេងនាំហងស៊ុយសម្រាប់បងដែលគាត់លក់ដូរបងមានអារម្មណ៍ថាហេតុអីក៏គេដើរហួសទៅហួសមកហួសបងអាចប្រើជាមួយនឹងកញ្ជ្រោងស្ដាច់ស្នែនេះបានបងសម្លាញ់និយាយទៅអ្នកណាមិនល្បីរឿងកញ្ជ្រោងថ្មធម្មជាតិនេះបងឲ្យតែបានរបស់ធម្មជាតិពិតបងថាបតោងវគ្គមុនណាម៉ូតកងចាក់គេថាស្អាតដល់ពេលដែលអូនផុសម៉ូតនេះទៀតភ្ញៀវក៏ថាអូនអីអូនហេតុអីក៏បានអូនឯងមកថ្មីស្អាតទៀតហើយបងទុកចិត្តមិនបានទេនិយាយមែនបងសម្រាប់ម៉ូតនេះមកគឺថាភ្លឺឆ្វាច់ម៉ូត